ជំរាបសួរពុកម៉ែបងប្អូនតាំងហើយនឹងពុកម៉ែបងប្អូនមានមុខម្ហូបអ្វីដែរចំណែកនេះខ្ញុំឆាកសាំងទៀបឲ្យបងប្អូនហើយកសាំងទៀបថ្ងៃនេះឡើងខ្ចីហ្មងកសាំងទៀបធម្មជាតិណាបងប្អូនតោះទៅមើលពីរបៀបឆាកសាំងទៀបរបស់នេះខ្ញុំទាំងអស់គ្នាដំបូងនេះខ្ញុំមានកសាំងទៀបកន្លះគីឡូបងប្អូនហើយកសាំងទៀបនេះឡើងខ្ចីឡើងខៀវល្ងឹតហ្មងណានិយាយទៅគេដកនៅតាមផ្ទះបងប្អូននេះខ្ញុំឃើញល្អក៏ទិញវាយកមកឆាញ៉ាំអញ្ចឹងណាឥឡូវនេះខ្ញុំក៏បានលាងទឹកសម្អាតរួចរាល់ហើយអស់ហើយនេះខ្ញុំក៏យកវាមកដាក់កញ្ច្រែងដើម្បីឲ្យវាសោះទឹកបន្តិចហើយនេះខ្ញុំក៏ដំជាមួយខ្ទឹមសនេះខ្ញុំដំវាឲ្យបកសបកចេញឲ្យស្អាតទៅនេះខ្ញុំអត់ចិញ្ច្រាំទេនេះខ្ញុំដំវាជាដុំអញ្ចឹងណាហើយនេះខ្ញុំក៏បានយកម្ទេសស្រស់ហ្នឹងមកហាន់ដាក់3 4គ្រាប់ណាដើម្បីឲ្យវាកាន់តែមានក្លិនឈ្ងុយហើយហឹរតិចទៅវាឆ្ងាញ់ណាបងប្អូនហើយឥឡូវនេះខ្ញុំក៏បានទុកវាមួយឡែកសិនបន្ទាប់មកទៀតនេះខ្ញុំក៏បានរៀបចំគ្រឿងក្រៅនៅហើយនេះខ្ញុំក៏យកខ្ទះមួយដាក់ឲ្យក្តៅចាក់ប្រេងសណ្តែកចូលបន្តិចបន្ទាប់មកនេះខ្ញុំក៏យកខ្ទឹមសហើយនឹងម្ទេសស្រស់ហ្នឹងដាក់រំលីងតតឡើងក្រហមឡើងឈ្ងុយហើយនេះខ្ញុំក៏ដាក់ជាមួយប្រេងខ្យងម្សៅស៊ុបខ្នុរទឹកត្រីវីចេងស្ករសហើយនេះខ្ញុំក៏ឆាហើយនេះខ្ញុំក៏ដាក់ជាមួយសាច់ជ្រូកដែលនេះខ្ញុំនៅសល់បន្តិចនេះខ្ញុំយកសាច់ជ្រូកហ្នឹងមកដាក់ឆាជាមួយគ្នាអញ្ចឹងណាឆាតតែសាច់ជ្រូកហ្នឹងឡើងចាន់ហើយនេះខ្ញុំក៏ចាក់កសាំងទៀបហ្នឹងចូលតែម្ដងត្រឡប់ចុះត្រឡប់ឡើងបងប្អូនកុំឲ្យអាលួយពេកអត់ឆ្ងាញ់ទេអញ្ចឹងហើយនេះខ្ញុំគ្រាន់តែត្រឡប់ចុះត្រឡប់ឡើងមកត្រុំមកល្មមទៅនេះខ្ញុំក៏ដួសវាដាក់ចានណាបងប្អូនមើលតំណងគួរឲ្យចង់ញ៉ាំអត់ឈ្ងុយណាស់បងប្អូនហើយកសាំងទៀបធម្មជាតិណាបងប្អូនញ៉ាំទៅជួយឲ្យសុខភាពល្អណាបងប្អូនហើយកសាំងទៀបថ្ងៃនេះឡើងខៀវនិយាយទៅបងប្អូនញ៉ាំបន្លែខៀវឲ្យបានច្រើនណាល្អសម្រាប់រាងកាយរបស់យើងណាឲ្យតែគេលក់បន្លែធម្មជាតិមិនដែររំលងនេះខ្ញុំទេនេះខ្ញុំឃើញដឹងតែទិញទុកហើយបងប្អូនទោះអត់ញ៉ាំក៏នេះខ្ញុំទិញទុកដែរទុកចុកកាទុកតតែអាលួយវិញណាទិញទុកចឹងតើយូរក្របានធ្វើញ៉ាំទៅអាលួយអស់ក៏មានដែរចុកកាក៏នៅសល់ទៅក៏ឆាញ៉ាំអញ្ចឹងណាឲ្យតែឃើញគេលក់ដឹងមិនស្ទាយបន្លែធម្មជាតិហ្នឹងហ្មងណាហើយនិយាយទៅឲ្យតែគេលក់បន្លែធម្មជាតិបងប្អូននេះខ្ញុំទិញញ៉ាំហើយបន្លែធម្មជាតិហ្នឹងនឹងមិនយត់បងប្អូនគេកាត់មកតាមផ្ទះគេកាត់ពីតាមផ្ទះយកមកលក់អញ្ចឹងណាដោយថាមានកន្លះគីឡូ1គីឡូអីចឹងទៅនេះខ្ញុំឃើញអញ្ចឹងនេះខ្ញុំទិញទុកញ៉ាំហើយបងប្អូននេះខ្ញុំច្រើនតែទិញទុកណាហើយបន្លែខៀវចេះនេះខ្ញុំចូលចិត្តញ៉ាំណាបងប្អូនហើយនិយាយទៅឲ្យតែបន្លែគេទូលក់មកចានដែកមកល្មមហ្នឹងដឹងថាគេកាត់តាមផ្ទះហើយនេះខ្ញុំដឹងតែទិញទុកយកមកញ៉ាំហើយបងប្អូននិយាយទៅបន្លែអញ្ចឹងបងប្អូនយើងញ៉ាំទៅល្អមែនណាហើយបងប្អូនកុំសូវញ៉ាំសាច់ច្រើនណានឹងផ្អែមប្រៃអីបងប្អូនកាត់បន្ថយខ្លះណាហើយវីដេអូរបស់នេះខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្ណឹងបើនេះខ្ញុំនិយាយទៅមានការលើលុបត្រង់ពាក្យសម្ដីណាមិនសមរម្យសូមពុកម៉ែបងប្អូនខន្តីអភ័យទោសហើយនេះខ្ញុំក៏សូមជូនពរឲ្យពុកម៉ែបងប្អូនរស់ស៊ីទទួលទានមានបានឆ្នាំថ្មីហេងនេះខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយ